ក្នុង10យើងឆ្នះបាន3 4គឺវាអូខេដែរវាcòn bao nhiêu odd I guess yeah okay នឹងសួរសំណួរបន្ទាប់នេះទៅលើពាក្យដែលយើងធ្លាប់ឮពីមុនមកពីព្រោះ context ខុសគ្នាពេលវេលាខុសគ្នាថាតើពាក្យទាំងអស់ហ្នឹងនៅតែត្រូវដែរអត់ទី1អ្នករកស៊ីសិស្សជាពាក់លុយគេ true ត្រូវណាខ្ញុំគិតថាប៉ុន្តែសូមបញ្យល់និយមន័យមិនមែនជាពាក់លុយគេហើយអត់មានលទ្ធភាពសងគេណាអ្នករកស៊ីអានឹងខ្ញុំរៀនពីសាលាដែរណារៀនពីសភៅដែរណាអ្នករកស៊ីប្រើបំណុលដើម្បីពង្រីកខុសគ្នាពីចម្ពាក់លុយគេហើយអត់មានលទ្ធភាពសងខុសគ្នាអញ្ចឹងដូចថាអ្នករកស៊ីគេយកកម្ចីដើម្បីទៅចាប់ឱកាសគេយកបំណុលដើម្បីទៅពង្រីកមុខរបរបាទតែគេកណនីហើយមិនមែនថា 100% ដឹងតែជោគជ័យប៉ុន្តែ at least គេបានកណនីហើយថាខ្ញុំយកប៉ុណ្្នឹងទៅខ្ញុំយកបានប៉ុណ្នេះហើយខ្ញុំមានប្រភពលុយពីនេះដើម្បីខ្ញុំបង្វិលមកធ្វើម៉េចឲ្យបំណងហ្នឹងយើងអាចសងគេបានហើយមុខរបរហ្នឹងគឺអាចទៅមុខបានមិនមែនបានន័យថាអូខ្ញុំយកបំណុលមកខ្ញុំយកទៅទិញឡានទិញផ្ទះទិញម៉ូតូអញ្ចឹងឲ្យតែរកស៊ីគឺត្រូវតែពាក់គេលុយដែលយើងយកមកប្រើប្រាស់ហ្នឹងគឺត្រូវតែប្រើប្រាស់ទៅក្នុងការទិញអ្វីដែលវាមានផលិតភាពអាហ្នឹងបងអង់គ្លេសថា productivity បងបើយើងទៅទិញអ្វីដែលវាអត់ productive ទេអាហ្នឹងអត់ល្អទេបាទហ្នឹងហើយកន្លែងហ្នឹងសំខាន់មែន